ក្នុងវីដេអូមុនយើងបានសិក្សារួចហើយតើតើទៅនឹងការបង្ហាញលទ្ធផលសិក្សាដែលគ្មានអវត្តមានអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីលទ្ធផលសិក្សាដែលមានអវត្តមានវិញម្ដងអញ្ចឹងយើងចូលមកកាន់ទំព័រដើមបែបនេះមកទៅដល់ homepage មកយើងចុចទៅលើពាក្យថាលទ្ធផលសិក្សាមានអវត្តមានចុចទៅលើមកតបមកកន្លែងនេះគ្រូអាចធ្វើការជ្រើសរើសប្រភេទនីតិតើប្រភេទនីតិយើងចង់បានប្រភេទជានីតិបែបម៉េចជានីតិជាប្រភេទអក្សរខ្មែរឬក៏ជាអង់គ្លេសអញ្ចឹងបើចង់បានអង់គ្លេសយើងរើសអង់គ្លេសតែបើថាចង់បានខ្មែរយើងរើសជានីតិជាខ្មែរហើយខែដូចគ្នាយើងអាចធ្វើការជ្រើសរើសខែថាខែណាដែលយើងចង់បង្ហាញចង់បោះពុម្ពហើយតើតើនឹងចំណុចក្រោមនេះករណីប្រសិនបើយើងចូលមកណាវាលក្ខណៈបែបនេះបើលក្ខណៈបែបនេះវាចំហបែបនេះណាអញ្ចឹងកន្លែងនេះគឺយើងអត់ពិបាកទេយើងគ្រាន់តែចុចទៅលើលាក់ជួរដេកមកបាទវាចុចលាក់ជួរដេកមកគឺវាធ្វើការលាក់ជួរដេកនឹងមកវិញលាក់ជួរដេកហើយកន្លែងនេះគឺវាបង្ហាញលទ្ធផលសរុបទាំងអស់បាទបោះបង់ប្រមាណមធ្យមប្រមាណខ្សោយប្រមាណខ្សោយ2មធ្យម2បាទអញ្ចឹងចំពោះខាងលើគឺដូចនេះកន្លែងនេះគឺនាំចេញជា PDF មានន័យថាយើងអាច save ជា PDF ហើយយើងអាចផ្ញើទៅឲ្យនរណាម្នាក់មើលបានឬក៏យើងអាចផ្ញើឲ្យគេជួយបោះពុម្ពជួយ print ឲ្យបានដូចគ្នាកន្លែងនេះយើងគ្រាន់តែមើលថាយើងមើលទម្រង់ preview មកតើដាច់អីឬក៏អត់បាទអញ្ចឹងកន្លែងហ្នឹងពេលយើងចុចនេះយើងចុច close កន្លែងនេះមកអូខេអញ្ចឹងគឺទៅបានធម្មតាអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណ